ខ្ពស់ជាងគេនៅកម្ពុជានឹងបើកឆ្លងសាកល្បងមួយសប្តាហ៍នៅមុនអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរលោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាស្ពានខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជានឹងត្រូវបើកឲ្យឆ្លងសាកល្បងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី11ដល់ថ្ងៃទី17ខែមេសាខាងមុខពលមុនអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរការឆ្លងកាត់ស្ពាននេះគឺសម្រាប់តែរថយន្តលក្ខណៈគ្រួសារនិងម៉ូតូតែប៉ុណ្ណោះមិនអនុញ្ញាតឲ្យរថយន្តធុនធំនិងរថយន្តដឹកទំនិញឆ្លងកាត់នោះទេព្រោះមិនទាន់រួចរាល់ជាស្ថាពរម្យ៉ាងការធ្វើដំណើរឆ្លងកាត់លើស្ពាននោះក៏ហាមដាច់ខាតមិនអនុញ្ញាតឲ្យឈប់ឬសម្ចតថតរូបលេងលើស្ពាននោះដែរពីព្រោះខ្លាចប៉ះពាល់សុវត្ថិភាពដោយកត្តាធាតុអាកាសនិងបច្ចេកទេសការដ្ឋានកំពុងដំណើរការសាងសង់ក៏បញ្ជាក់ថាស្ពានខ្ពស់ជាងគេកម្ពស់90ម៉ែត្រប្រវែងសរុប537ម៉ែត្រទទឹង10ម៉ែត្រសណ្ដូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំស្ថិតនៅភូមិឆៃលូកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់សម្រាប់ការសាងសង់ 96% គិតត្រឹមថ្ងៃទី10ខែមីនាឆ្នាំ2025ដោយថ្នឹមបណ្ដោយស្ពានទាំង9ប្រឡោះបានដំឡើងរួចរាល់ហើយ